នេះបាទតើតើជាមួយនឹងទូបុកបាទហើយឥឡូវនេះគឺអូខេស្អាតសិនមិញថតទៅគឺអត់ស្អាតទេមែនធ្វើឲ្យទាំងយប់បាទស្អាតតែម្ដងចេញញញបាទទឹកណាសំជាក់ណាមិនមែនថ្មីទេបាទនេះតើតើជាមួយនឹង Windows ឥឡូវហ្នឹងខ្ញុំអាប់ដេតឲ្យអស់ហើយដាក់ Windows 11បាទហើយតើតើជាមួយនឹង Spec នេះឲ្យបងប្អូនមើលបាទតើតើមួយ Spec កប់ត្រីហ្មងបាទតើតើមួយ Spec នេះអូមកអេមបាទតើតើជាមួយនឹងនេះវាហើយ display ក៏មកអេមដែរ VGA នេះ 4G ណាសំជាក់បាទហើយតើតើជាមួយនឹងmodel នេះខ្ញុំដាក់hard disk ខ្ញុំដាក់មកតេឲ្យដោយសារតែខ្ញុំមិនទាន់បានអាប់ដេតណាបាទតើតើមួយនឹង hard disk ខ្ញុំដាក់មកតេតែឥឡូវខ្ញុំដាក់តែនេះសិនទេអត់ដោយសារតែខ្ញុំនេះ memory បាទតើតើជាមួយនឹងRAM គឺបាទ 64G ណាតើតើមួយ RAM 64G ហើយតើតើជាមួយនឹង hard disk ខ្ញុំនឹងដូរដាក់មកតេបាទដោយសារឥឡូវខ្ញុំដាក់ 500G សិនទេបាទហើយបើសិនជាបងចង់បានស្ពេចហ្នឹងគឺក៏បានដែរដោយសារស្ពេចហ្នឹងគឺតម្លៃធូរថ្លៃហើយតើតើជាមួយនឹង SSD នេះគឺខ្ញុំតេស្តដែរដោយសារតែខ្ញុំដាក់តែ 128G ទេបាទហើយតើតើជាមួយនឹងនេះវិញមកអេបងបាទតើតើជាមួយនឹង CPU បាទនេះ CPU តើតើជាមួយនឹងcall តើតើជាមួយនឹងហើយហ្នឹងគឺអូខេបាទស្រីអននេះគឺយកទៅប្រើអត់ខុសម្ដងបាទទៅតកតងជាមួយនឹង MMO ឬមួយអីបាទយកទៅbuild page build ឬមួយក៏ rec account rec អីមកអេមកបាទអត់មានបញ្ហាទេគឺដាក់មក smooth និយាយទៅដើរវឹងតែម្ដងបាទហើយចង់បាន Windows ប្រហែលប្រាប់មកបាទហើយបើសិនជាចង់បានM2 ធំជាងហ្នឹងបានបាទខ្ញុំដូរឲ្យដាក់ M2 មួយតេពីរតេអីយើងអាចលុយតាមហ្នឹងអញ្ចឹងណាតកតងជាមួយនឹង M2 បាទហើយតកតងជាមួយនឹង hard disk ក៏ដូចគ្នាដែរចង់បានប៉ុន្មានក៏បានដែរយើងអាចដូរបានបាទហើយតកតងជាមួយនឹងspec វិញគឺឥឡូវនេះខ្ញុំឡើងតែនេះឲ្យទេនេះបាទតកតងជាមួយនឹងXeonនេះបាទ Xeon គឺបាទកប់3ហ្មងបាទនេះត្រូវការអីអាចឆាតបានបាទតកតងមួយនឹងចង់បានចង់អីបាទហើយខេសល្អបាទស្អាតតូចស្រឡឹងបាទអ្នកយកទៅនេះអីអូខេតែម្ដងបាទនេះស្អាតបាទហើយតកតងជាមួយនឹង VGA card មាន port DP ជាមួយនឹង DVI ហើយនឹង HDMI បាទមាន3សូមជម្រាបបាទសូមអរគុណ